ឥឡូវនេះបាទ the clock ticking ហើយបាទពីព្រោះអីគេចាប់តាំងពីសង្គ្រាមអ៊ីស្រាអែលនិងកាហ្សាបាទសង្គ្រាមមួយនេះមិនដូចជាសង្គ្រាម12មុនដែលបានកើតឡើងបាទចាប់តាំងពីថ្ងៃឯករាជ្យនោះទេពីព្រោះសង្គ្រាមនោះមានរយៈពេលខ្លីណាស់តែសង្គ្រាមនេះបាទអាចអូសបន្លាយខ្ញុំអាចនិយាយបានថារហូតដល់ឆ្នាំឯនោះទម្រាំតែ the nation of sheep and the nation of goat បាទ form បាទទៅជា two part បាទពីព្រោះអីគេពីព្រោះពិភពលោកនេះវានឹងហូរទៅក្នុង stream 2បាទអ្នកដែលគេជឿទៅលើព្រះយេស៊ូវទាំងអកតដកទាំងគ្រីស្ទបរិស័ទទាំងកាតូលិកទាំងប្រូតេស្តង់បាទទាំងបាទអ៊ីស្រាអែលវានឹងរត់ទៅរកបាទមនុស្សមួយក្រុមបាទប្រជាជាតិទាំងឡាយបាទដែលគេមានជំនឿបាទទៅលើអ៊ីស្លាមសាសនាគេនឹងរត់ទៅរកម្ដុំវានឹងคล้ายទៅជាបាទបាក់ពីហើយតាមរយៈសង្គ្រាមនេះវានឹងធ្វើឲ្យអ៊ីស្រាអែលឆ្អែតសង្គ្រាមលែងចង់ធ្វើតទៀតតាមរយៈសង្គ្រាមមួយនេះវានឹងធ្វើឲ្យពិភពលោកបាទកាន់តែយ៉ាងម៉េចដែរក្រោកសត្វទៅលោកនេះប្រហែលជាលោកអ្នកបងប្អូនមិនចាប់អារម្មណ៍ទេសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបាទបានធ្វើឲ្យស្បៀងអាហារកាន់តែខ្សោយទៅពីព្រោះអ៊ុយក្រែនជាប្រទេសដែលនាំស្រូវសាឡេចេញច្រើនជាងគេក៏ប៉ុន្តែសង្គ្រាមអ៊ីស្រាអែលបាទជាមួយនឹង Middle East គឺជាសង្គ្រាមដែលធ្វើឲ្យប្រេងកាន់តែឡើងថ្លៃនៅពេលដែលប្រេងកាន់តែឡើងថ្លៃអាហារកាន់តែក្រក់សត់ what will happen អំណត់នឹងកើតឡើងអាមែនបាទអញ្ចឹង the clock ticking បាទតទៅមុខហើយបាទវានឹង shape ពិភពលោកឲ្យទៅកាន់ new era បាទលោកអ្នក era different from season គឺគ្រាន់តែជារដូវកាលទេប៉ុន្តែ era រាល់ពេលដែលចូលដល់ era យុគសម័យថ្មីមានន័យថា the history will rewrite again បាទប្រវត្តិសាស្ត្ររបស់ពិភពលោកនឹងសរសេរឡើងវិញពីព្រោះវាធ្លាក់ទៅក្នុង another level another dispensation អាមែនអញ្ចឹងហើយបើពេលនេះលោកអ្នកបងប្អូនមិនបាទខំប្រឹងឲ្យស្គាល់ព្រះច្បាស់ទេលោកអ្នកបងប្អូននឹងវែងផ្លូវបាទលោកអ្នកបងប្អូននឹងវែងផ្លូវហើយសម្រាប់លោកអ្នកបងប្អូនដែលគ្រាន់តែជឿព្រះអង្គដែរទៅព្រះវិហារនៅពេលខ្លះបាទឬលោកអ្នកបងប្អូនដែលអត់យល់ prophecy លោកអ្នកបងប្អូននឹងវែងនឹង confuse នឹងច្បុកច្បល់បាទដូចជាគេផ្ទះត្រូវមកកាភ្លៀងអញ្ចឹងវិលមិនដឹងថាទៅណាទេបាទក៏ប៉ុន្តែអ្នកដែលយល់ស្គាល់ prophecy បាទអ្នកដែលយល់ស្គាល់គេស្គាល់ពេលគេស្គាល់វេលាគេស្គាល់រដូវកាលគេស្គាល់ what is going on ហើយគេដឹងយ៉ាងច្បាស់អាមែននេះហើយជា benefit of prophecy លោកអ្នកបងខ្ញុំបានជម្រាបជូនហើយថា prophecy 1ភាគក្នុង4បាទក្នុង4ខមានមួយខជា prophecy យើងមិនអាចហែកវាចោលចេញពីព្រះគម្ពីរបានទេហើយ prophecy គឺជា benefit ដែលព្រះប្រទានពរដល់ពួកបរិសុទ្ធដើម្បីឲ្យគេរស់នៅដោយស្គាល់ timeline ស្គាល់ season ស្គាល់រដូវកាលដែលយើងត្រូវតែរៀនជាចាំបាច់អាមែនបាទហើយព្រះពន្លាស្រាប់តានឹងសារធីវីបង្រៀនឲ្យបង្រៀនទៀតអំពី prophecy ប្រយោជន៍ឲ្យលោកអ្នកបងប្អូនបានយល់ពីពលលោកអ្នកបងប្អូនជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទបាទមិនមែនត្រូវវិញផ្លូវឬ confuse ដូចជាអ្នកដទៃផ្សេងទៀតនោះឡើយអាមែនអញ្ចឹងហើយបានជាសូមឲ្យពុកម៉ែបងប្អូនស្រឡាញ់ព្រះបន្ទូលបងប្អូនបាទហើយសង្វាតរៀនព្រះបន្ទូលឲ្យយល់ស្គាល់ប្រហត្ថីព្រះយល់ពី timeline យល់ពី prophecy យល់ពី pattern យល់ពី code បាទនឹងជួយលោកអ្នកបងប្អូនឲ្យដឹងថា what is the world going on អាមែនបាទហើយដើម្បីឲ្យអ្នកលោកអ្នកបងប្អូនត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអីគេសម្រាប់ការយាងមករបស់ព្រះជាម្ចាស់